ឯកឧត្តមសុកលូជំរុញដល់អភិបាលស្រុកមេឃុំត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួនឯកឧត្តមសុកលូប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានជំរុញដល់អភិបាលស្រុកក៏ដូចជាមេឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរឯកឧត្តមថ្លែងយ៉ាងនេះនៅក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចាស់ជរាស្ត្រីមេម៉ាយកូនច្រើនចំនួន171គ្រួសារឃុំក្តុលតាហានស្រុកបវលកាលពីព្រឹកថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមលើកឡើងទៀតថាតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដោយសង្កត់ធ្ងន់ថាកាកបាទក្រហមកម្ពុជាគឺជាអង្គសប្បុរសធម៌មួយមិនមែនជាអង្គការនយោបាយឬក៏អង្គការស្វែងរកប្រាក់កម្រៃនោះទេហើយកន្លងមកនេះតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋទាំងគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមិនប្រកាន់និន្នាការនយោបាយគណៈបកពណ៌សម្បុរឬសាសនាអ្វីនោះទេឲ្យតែជួបការលំបាកគឺតែងតែផ្ដល់ជូនទាំងអស់ឯកឧត្តមបានណែនាំនិងជំរុញដល់បណ្ដាអនុសាខាក្រុងស្រុកទូទាំងខេត្តធ្វើយ៉ាងណាស្វែងរកបងប្អូនដែលជួបការលំបាកតែបើជួបការលំបាកហើយស្រុកឃុំដោះស្រាយមិនបានសូមរាយការណ៍ដល់សាខាខេត្តដើម្បីពិនិត្យនិងដោះស្រាយជៀសវាងបញ្ហាកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនហើយនោះយើងមិនបានដឹងគឺកុំឲ្យមានឲ្យសោះព្រោះយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយដល់ប្រជាពលរដ្ឋយើងឯកឧត្តមបានបញ្ជាក់ទៀតថាកន្លងមកក្រសួងក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដែលមានឯកឧត្តមសកសេដ្ឋាទេសរដ្ឋមន្ត្រីជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានជួយយ៉ាងច្រើនដល់ស្រុកបវលនេះតែខ្លាចតែស្រុកឃុំមិនដឹងការលំបាករបស់ពលរដ្ឋដូច្នេះសូមឲ្យរដ្ឋបាលស្រុកឃុំបន្តកិច្ចការនេះឲ្យបានកាន់តែប្រសើរសូមបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋទាំង171គ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកបរិសុទ្ធ VKL 1កេសត្រីខ1យួរទឹកត្រី1យួរទឹកស៊ីអ៊ូ1យួរនិងថវិការបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានផ្ដល់ជូនបន្ថែមចំនួន 20,000 រៀលក្នុងមួយគ្រួសារផងដែរ